ai thăm vẫn mình đấy còn này Cầm mới xích rồi nó ok còn này ok giờ lấy chầm pi ngay tiếp chầm mau mơ mình nói tiếp đấy nhung pi ngay tiếp clear thì đâu bẹt rock thì là từng bẹt rock đấy đó ហើយ Master ខលគាត់ក៏បានបើកឲ្យ Mason World Eater ហ្នឹងដំណើរការដោយសារ trap ហ្នឹងគឺវាធំមែនតើអញ្ចឹងហើយគឺយើងអាចទៅជីកមកប្លុកបានទេគឺចំណាយពេលយូរអញ្ចឹងហើយ Pixel ក៏បានប្រើ Mason World Eater ដើម្បីទម្លាក់ TNT បំបីប្លុកវារហូតដល់ Bedrock ឥឡូវឡងពីរថ្ងៃឯងនឹងមិនមកដល់ណានេះនេះណាពេលខិនចំដូចបាត់ស្អីគេស្អីគេ World Eater បាត់ទៅណាហើយចុងម៉ែឃ្លីដល់ Bedrock ទៀតអូ Pixel បីធ្លាក់មិញ ជុំយ៉ាធំម៉ែហើយ Bedrock clear មិនកើតកាប់មិនកើត bẹt rock clear កាត់ដែរបើនិយាយចេះ redstone ហ្នឹងតែបញ្យល់និយាយយល់ទេប៉ុណ្ណឹង Pixel ក៏បានប្រាប់ថាហើយមានវិធីសាស្ត្រក្នុងការដែលបំបី Bedrock បានក៏ប៉ុន្តែគាត់ពិបាកក្នុងការបញ្យល់ខ្ញុំទោះបញ្យល់ខ្ញុំក៏ខ្ញុំនៅតែអត់យល់ដែរ យូរគេ bẹt rock ហ្នឹង ហើយមួយថ្ងៃទៀតបានហើយអស់ទៅ នៅតែបិទមួយ crafting table នៅជុំវិញទៀតហើយទាំងបិទដីបលើទៀតយ៉ាងច្រើន2ទៅ3ថ្ងៃ អូខេ2ទៅ3ថ្ងៃទៀតបញ្ញាប់ឲ្យហើយទៅបានទៅសងសឹក ណែ2 3ថ្ងៃលឿនហ្នឹង2 3ថ្ងៃហ្នឹងវាធំណាស់ បញ្ញានេះភើចេញក៏មិនកើតទេទៅ អាឡៃត្រាហោះចេញតែកើតទេ អូខេចឹងខ្ញុំជួបគ្នា3ថ្ងៃទៀតចឹង ហ្នឹងហើយជួបគ្នាខ្ញុំ message ឲ្យមកមើល អូខេបើហើយចឹងអូខេ see you ទៀត ដោយសារតែការសង្ស័យរបស់ខ្ញុំនៅតែអត់ទាន់មានចម្លើយអញ្ចឹងខ្ញុំក៏បានទៅស្វែងរក player ដទៃដើម្បីសាកសួរអំពី meta អាចនឹងពួកគាត់មានការសង្ស័យដូចជាខ្ញុំដែរគង់តែដើរតាមផ្លូវសុកក៏បានជួប Pain នៅចៃដន្យPain រយមាននឹងតាក់ទងនឹងរឿង meta តែមិនខ្ញុំដែរដឹងហ៎ខ្ញុំទៅស្ដារហ្គេមដែរខ្ញុំទៅចូលមកនេះដល់មិនចំសេះនេះ